យើងគួរតែប្តឹងទៅកាន់តុលាការអន្តរជាតិឬក៏ត្រូវប្រើកម្លាំងយោធាដើម្បីទប់ស្កាត់ការឈ្លានពានរបស់ទាហានថៃព្រោះរាល់ថ្ងៃនេះទាហានថៃកាន់តែបានចិត្តកាន់តែឈ្លានពានមកកាន់ទឹកដីកម្ពុជា6ទីតាំងផ្សេងទៀតទាហានថៃបានធ្វើការឈ្លានពានមកកាន់ទឹកដីកម្ពុជាអញ្ចឹងបានចាងវាងចង់សួរបងប្អូនដែលកំពុងតាមដានទស្សនាតាមសង្គម Facebook តើយើងគួរតែប្តឹងទៅកាន់តុលាការអន្តរជាតិឬក៏ត្រូវប្រើកម្លាំងយោធាដើម្បីទប់ស្កាត់ការឈ្លានពានរបស់ទាហានថៃដែលឈ្លានពានមកកាន់កម្ពុជាអត់សំចៃដៃប៉ុន្តែថ្នាក់ដឹកនាំក្រែងរំលឹកហើយក្រែងរំលឹកទៀតថាអត់ចង់បានវិធីសាស្ត្រនៃការធ្វើសង្គ្រាមទេព្រោះអត់ចង់បាត់បង់កម្លាំងទ័ពមិនចង់ឲ្យពលរដ្ឋពលីជីវិតទេស្ងាត់តែមិនស្ងៀមប្រើផ្លូវច្បាប់ដើម្បីទប់ទល់ជាមួយនឹងមហិច្ឆតាដល់អាក្រក់របស់ទាហានថៃអញ្ចឹងបងប្អូនដែលកំពុងតាមដានទស្សនាតាមសង្គម Facebook ឃើញហើយជឿជាក់ថាឈឺចាប់ដូចចាងវាងដូចគ្នាអញ្ចឹងណាបងប្អូនអញ្ចឹងអ្វីដែលយើងអាចធ្វើបាននៅពេលនេះពហិការលែងប្រើរបស់ថៃមួយជីវិតកុំឲ្យពួកនឹងបានចិត្តនៅពេលដែលយើងពហិការលែងប្រើប្រាស់របស់ថៃខ្ញុំជឿជាក់ថាសេដ្ឋកិច្ចរបស់ថៃនឹងដាំក្បាលចុះជាមិនខាននេះហើយគឺជាអ្វីដែលយើងសងទៅកាន់ថៃដែលតែងតែឈ្លានពានមកកាន់កម្ពុជាស្ទើរតែរាល់ថ្ងៃ